ចាសូមជម្រាបសួរថ្ងៃនេះខ្ញុំនឹងអាននៅព្រះបន្ទូលព្រះអង្គជាបន្តទៀតនៅព្រះគម្ពីរម៉ាថាយជំពូក25ខ1ដល់ខ13ខ1គ្រានោះនគរស្ថានសួគ៌នឹងបានដូចជាស្រីព្រហ្មចារី10នាក់ដែលយកចង្គៀងរៀងខ្លួនចេញទៅទទួលប្តីថ្មោងថ្មីក្នុងពួកនាងទាំងនោះមាន5នាក់មានគំនិតហើយ5នាក់ល្ងងនាងល្ងងទាំងនោះគេយកតែចង្គៀងទៅតែមិនបានយកប្រេងជាប់នឹងខ្លួនផងទេឯពួកនាងមានគំនិតវិញគេបានយកទាំងចង្គៀងហើយនឹងប្រេងដាក់ក្នុងដបទៅជាមួយផងតែដោយព្រោះប្តីក្រមកពេកបានជានាងទាំងនោះងោកងុយហើយដេកលក់ទៅលុះដល់កណ្ដាលអាធ្រាត្រស្រាប់តែឮសូរសម្រែកថាណែប្តីមកហើយចូលចេញទៅទទួលចុះស្រីព្រហ្មចារីទាំងឡាយក៏ភ្ញាក់ឡើងរៀបចំចង្គៀងរៀងរាល់ខ្លួនឯពួកនាងដែលល្ងងគេនិយាយទៅពួកនាងមានគំនិតថាចូលចាយប្រេងមកឲ្យយើងផងព្រោះចង្គៀងយើងចង់រលត់ហើយតែពួកនាងមានគំនិតឆ្លើយឡើងថាទេក្រែងគ្មានល្មមដល់យើងហើយនឹងនាងរាល់គ្នាផងស៊ូទៅឯផ្ទះលក់ប្រេងទិញសម្រាប់ខ្លួនវិញទៅតែកំពុងដែលនាងទាំងនោះទៅទិញប្តីក៏មកដល់ហើយពួកនាងដែលបានបំរុងជាស្រេចក៏ចូលទៅក្នុងរោងការជាមួយគ្នារួចគេបិទទ្វារឯនាងព្រហ្មចារីឯទៀតក៏មកអង្វរថាលោកម្ចាស់អើយសូមបើកឲ្យយើងខ្ញុំផងតែគាត់ឆ្លើយថាខ្ញុំប្រាប់នាងរាល់គ្នាជាប្រកាសថាខ្ញុំមិនស្គាល់នាងទេដូច្នេះចូលចាំយាមចុះត្បិតអ្នករាល់គ្នាមិនដឹងជាថ្ងៃណាឬពេលណាដែលកូនមនុស្សត្រូវមកនោះទេសូមព្រះប្រទានពរ